ដល់ពេលដែលយើងដាក់យើងឃើញវាអត់មានឃើញលេចវីដេអូរបស់យើងដល់ពេលដល់វីដេអូ effect វាបាត់វីដេអូរបស់យើងបាត់ឆឹងហើយនៅនេះធ្វើម៉េចនៅនេះចូលមកកាន់វីដេអូនេះអ្នកនរគ្នាមើលកន្លែង composite mode អ្នកនរគ្នាកុំយក normal ទៅយកពាក្យ stream អូខេយកពាក្យ stream មកអ្នកនរគ្នាឆ្លាញ់ប៉ុណ្ណាដាក់សេរីប៉ុណ្ណឹងទៅតែខ្ញុំដាក់ 100% អូខេ capacity អូខេចឹងនេះ play ម្ដងទៀតឃើញទេឃើញវាស្អាតជាងមុនទេសួស្តីអ្នកនរគ្នាចឹងនៅក្នុងថ្ងៃហ្នឹងយើងនឹងចូលមេរៀនទី2របស់យើងចឹងនៅក្នុងមេរៀនទី1ខ្ញុំបានយល់អ្នកទាំងអស់គ្នាតាក់ទងទៅជាមួយនឹងការយល់ដឹងពី interface របស់ DaVinci Resolve ឲ្យអ្នកទាំងអស់គ្នាយល់អំពីនៅក្នុង cut page ហើយនឹងក៏យល់តាក់ទងទៅជាមួយនឹង edit page មួយចំនួនផងដែរចឹងនៅក្នុងថ្ងៃហ្នឹងខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាបន្ថែមទៀតតាក់ទងទៅជាមួយនឹង edit page ហើយនឹងបញ្យល់អ្នកទាំងអស់គ្នាឲ្យចេះកាត់ចេះតម្រៀបវីដេអូទៅតាមសាច់ភ្លេងឬក៏ទៅតាមវីដេអូនីមួយៗអូខេចឹងអ្នកទាំងអស់គ្នាដោយសារតែនៅក្នុងវីដេអូរបស់យើងវាមាន sound effect ហ្នឹងមាន sound effect ហើយនឹងវាមាន transition វាមាន music បន្ថែមទៅទៀតដើម្បីឲ្យវីដេអូរបស់យើងហ្នឹងមានភាពរស់រវើកអូខេចឹងយើងទៅយក play ចឹងវីដេអូរបស់យើងបែបខ្មែរជួយខ្មែរអូខេចឹងយើងទៅយក music មកចឹងអ្នកទាំងអស់គ្នាចូលទៅកន្លែង media pool នេះព្រោះ media pool គឺជាកន្លែងផ្ទុកនៅ footage ផ្ទុកនៅ folder នេះដែលយើងបានបង្កើតអូខេចឹងយើងទៅយកកន្លែង music ចឹងអ្នកទាំងអស់គ្នាពីមុនខ្ញុំបានបញ្យល់អ្នកទាំងអស់គ្នាតាក់ទងទៅជាមួយនឹងរបៀបយកវីដេអូក៏ដូចជាយកនៅសម្លេងផ្សេងពី folder មកដាក់នៅក្នុង DaVinci Resolve អូខេចឹងខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីមុនហើយចឹងខ្ញុំមិនប្រាប់ទៀតទេដោយសារកុំឲ្យវីដេអូហ្នឹងវាវែងអូខេចឹងអ្នកទាំងអស់គ្នាគាត់ទៅទាញសម្លេងនេះសម្លេងហ្នឹងចូលមកកាន់នៅក្នុងតាមរបស់យើងមកចឹងយើងមើលកន្លែងនេះចឹងកន្លែងណាដែលវាអត់មានសម្លេងយើងគួរតែកាត់វាចោលទៅអូខេចឹងរបៀបកាត់ដែលដឹងហើយគឺចុច keyboard របស់យើងចុចអក្សរ C មកចុចអក្សរ B អូខេព្រោះមិញខ្ញុំច្រឡំអក្សរ C ក៏ប៉ុន្តែអក្សរ C នៅក្នុងកម្មវិធី Premiere ណា Premiere ចុចអក្សរ C ទៅវាស្មើនឹងពាក្យកាត់ណាអូខេវាស្មើនឹងពាក្យថាកាត់ធូអូខេស្មើនឹងពាក្យកាត់ចឹងនៅក្នុង DaVinci ចុចអក្សរ B ណាអ្នកនរគ្នា B A អូខេ B ហ្នឹងយើងមកកន្លែងកាត់ហើយដល់ពេល A ហ្នឹងគឺទៅ selection tool វិញអូខេយើងចុចអក្សរ B មកយើងកាត់មកអូខេយើងកាត់នឹងមកយើងចុចអក្សរ A វិញមកយើងចុចកន្លែងមកប៉ុកហើយចុច delete space របស់យើងហ្នឹង delete មកហើយចុចកន្លែងនេះមួយទៀតឲ្យវាមកវិញអញ្ចឹងខ្ញុំបានប្រាប់អ្នកអស់នេះលើកមុនហើយតាក់ទងទៅជាមួយនឹង shortcut នៃការកាត់តម្រឹមវីដេអូក៏ដូចជា music របស់យើងណាបើសិនជាអ្នកទាំងអស់គ្នាកាត់ដូចខ្ញុំមិញគឺវាចំណាយពេលយូរមែនតើប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាកាត់ពីមុនខ្ញុំធ្លាប់ដូចធ្លាប់បញ្យល់ប្រាប់អ្នកទាំងអស់គ្នាដែរតាក់ទងទៅជាមួយនឹង shortcut ដែលយើងចង់កាត់ត្រឹមនេះអូខេយើងចង់កាត់ត្រឹមនេះចោលទីនេះយើងຕົកយើងកាត់ត្រឹមនេះទេអញ្ចឹងយើងប្រើ shortcut មួយគឺវាលឿនមែនតើគឺយើងចុច shift ហើយនឹងគ្នាបបើករបស់យើងចុចមួយមកឃើញទេវាកាត់បាត់តែអ្នកនេះគាត់ចុចលើនេះមកdelete មកវាមកអញ្ចឹងឃើញលឿនទេឃើញលឿនជាងមុនទេអាមិញហ្នឹងពីបេតង់អូខេអញ្ចឹងវាយូរមែនតើខាត់ពេកអញ្ចឹងអូខេអញ្ចឹងមុនវងយើងស្ដាប់ភ្លេងសិនភ្លេងហ្នឹងវាត្រូវជាមួយនឹង footage របស់យើងអត់យើងមកមើលអញ្ចឹង play នេះ play បែបខ្មែរហើយខ្មែរជួយខ្មែរអញ្ចឹងវាត្រូវជាមួយនឹង footage របស់យើងអូខេអញ្ចឹងឧទាហរណ៍ថាបើសិនជាអ្នកទាំងអស់គ្នាទាញវីដេអូមកវាមកទាំងសំឡេងវាមកទាំងវីដេអូអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមិនចង់បានសំឡេងនៅក្នុង edit page ហ្នឹងទេយើងធ្វើម៉េចនៅក្នុង timeline របស់យើងអត់ចង់បានយើងធ្វើម៉េចអ្នកទាំងអស់គ្នាគាត់តែចុច alt មកចុច alt មកចុច alt ហ្នឹងស្មើនឹងពាក្យ select ហើយ select ហ្នឹងគឺ select បានថាយើង select យកតែមួយឯងប៉ុន្តែបើសិនជាយើង select ចេះ select ទាំងអស់វា select ទាំងសំឡេង select ទាំងវីដេអូរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នា delete ទៅអស់លេងឡើយអញ្ចឹងអ្នកទាំងអស់គ្នាឧទាហរណ៍ចង់ដកតែសំឡេងនេះឯងធ្វើម៉េចអ្នកចុច alt មកចុចមកប៉កមកបើសិនជាអ្នកទាំងអស់គ្នាចង់ delete ចុច delete មកទៅគេតែឧទាហរណ៍បើសិនជាលក្ខខណ្ឌថាអ្នកទាំងអស់គ្នាអត់ចង់ delete ទេធ្វើម៉េចនេះធ្វើម៉េចចុច alt មកចុច alt មកហើយចុចអក្សរ D ណាចុចអក្សរ D មកវា
វាបិទសំឡេងរបស់យើងឃើញវាឃើញវាបិទអញ្ចឹងនៅក្នុងវីដេអូហ្នឹងអត់មានសំឡេងទេវាបិទបាត់ហើយអូខេអញ្ចឹងយើងឧទាហរណ៍យើងកាត់តាមភ្លេងយើងស្ដាប់មកឥឡូវឧទាហរណ៍តែខ្ញុំដាក់ទៅនេះហើយខ្ញុំចង់កាត់ត្រឹមនឹងចេញធ្វើម៉េចចុច shift គ្នាបិទមកបកអូខេដាច់បាត់ឥឡូវយើងទៅយកវីដេអូរបស់យើងយកទៀតចំណុចទៀតអូខេឥឡូវបើសិនជាអ្នកអង្គចង់អត់ចង់យកត្រឹមនេះទេខ្ញុំចុចអក្សរ I មកមើលខ្ញុំប្រាប់ហើយណាវាចាប់ការសម្លាប់ទៀតអក្សរ O មកចាប់ទាញមកទៀតមកអូខេចាប់ទាញទៀតហើយបើសិនជាអ្នកនរគ្នាចង់ឲ្យវីដេអូនឹង zoom in ឬក៏ zoom out ធ្វើម៉េច zoom in zoom out អ្នកនរគ្នាចូលមកមើលនៅកន្លែង inspector នេះអូខេមើលនេះ inspector ហ្នឹងអ្នកនរគ្នាទៅរកពាក្យថា dynamic zoom នេះបើក dynamic zoom មកបើកពឹបចាំមើលវីដេអូហ្នឹងវាប្រែប្រួលយ៉ាងម៉េចឃើញទេឃើញវាឃើញវា zoom ហ៎អញ្ចឹងវាធ្វើឲ្យវីដេអូរបស់យើងនឹងមានចលនាហើយមើលទៅក៏វាជាក់ទាញដែរប៉ុន្តែបើសិនជាយើងមិនដាក់ទេវីដេអូរបស់យើងវាឆ្ងាំងណាវាអត់សូវស្អាតទេអូខេដាក់ដៃមួយស៊ុំទៀតមកឥឡូវឧទាហរណ៍ថាប្រសិនអានេះវីដេអូនេះវាស៊ុំទៅណាវាស៊ុំថើក្រោយឥឡូវឧទាហរណ៍បើសិនជាយើងវីដេអូនេះយើងអត់ចង់ឲ្យវាស៊ុំថើក្រោយទេចង់ឲ្យវាស៊ុំមកមុខធ្វើម៉េចអ្នកនរគ្នាចូលទៅកន្លែងដៃនៃមិចស៊ុំចុចលើដៃនៃមិចស៊ុំមកប៉ក់មកអូខេឃើញទេអញ្ចឹងមកប៉ក់ហ្នឹងវាមានអីគេនេះចុចអា line swap នេះចុចមកប៉ក់មកនេះចុចមកប៉ក់មកចុចមកប៉ក់ចាំមើលវីដេអូហ្នឹងប្រែប្រួលមិនឃើញទេឃើញវីដេអូហ្នឹងវាស៊ុំមកមុខវិញទេអញ្ចឹងវីដេអូរបស់យើងពេលខ្លះយើងត្រូវស៊ុំក្រោយស៊ុំមុខស៊ុំក្រោយអញ្ចឹងមើលទៅបានវាទាក់ទាញមើលទៅបានវាមើលទៅយ៉ាស្អាតឥឡូវឧទាហរណ៍ថាប្រសិនបើជាវីដេអូហ្នឹងលឿនពេកយើងធ្វើម៉េចទី1យើងចាប់ទាញនេះនៅពេលអ្នកនរគ្នាដាក់ cursor របស់យើងហ្នឹងដាក់ mouse របស់យើងហ្នឹងដាក់ឲ្យចំហ្នឹងមកនេះចំហ្នឹងវាឲ្យសញ្ញាទាញហ្នឹងអញ្ចឹងទាញតែវាលក្ខខណ្ឌមួយទៀតអ្នកនរគ្នាអត់ចង់ទាញទេធ្វើម៉េចបើសិនតែចង់ឲ្យវីដេអូហ្នឹងយឺតអ្នកនរគ្នាត្រូវ change speed វីដេអូរបស់យើងរៀប change ធ្វើម៉េចអ្នកនរគ្នាគ្រាន់តែចុចលើវីដេអូរបស់យើងមកចុចមកស្ដាំមកប៉ក់មកហើយអ្នកនរគ្នាទៅរកពាក្យថា change clip speed អូខេនេះ change clip speed ចុចមកអ្នកនរគ្នាមកមើលនេះអ្នកនរគ្នាឃើញវាដាក់ 100% កន្លែង speed នេះអញ្ចឹងអ្នកនរគ្នាគាត់ចុចលើវាមួយមកអ្នកនរគ្នាវាយបានឧទាហរណ៍ថា85អញ្ចឹងអ្នកនរគ្នាឲ្យវា 85% អ្នកនរគ្នាគាត់ចុច enter មកប៉ក់មកចាំមើលវីដេអូយើងវាមិនហើយវាយឺតជាងមុនណាមុនហ្នឹងវីដេអូហ្នឹងលឿនណាដល់ពេលយើង change speed ទៅវានឹងយឺតអញ្ចឹងមើលទៅក៏វាស្អាតដែរឃើញឥឡូវឧទាហរណ៍ថាយើងចង់បានប៉ុណ្ណឹងយើងចុច shift គ្នាបើកមកគ្នាបិទអូខេឥឡូវអ្នកទៅមើលវីដេអូផ្សេងទៀតអូខេឥឡូវមកដាក់នេះចុះខាងទៅចាប់ទាញរៀបចាប់ទាញខ្ញុំប្រាប់ណាបើសិនជាចាប់ទាញពីលើបានថាមកទាំងពីរតែបើសិនជាយើងចង់តែចាប់ទាញតាវីដេអូទេយើងចាប់ទាញទៅវីដេអូមកអូខេឥឡូវខ្ញុំបិទសំឡេងនឹងចេញចុច Alt ហើយចុច select កន្លែងសំឡេងមកចុច D បិទវាDynamic zoom ចូលកន្លែងវីដេអូមកចូលកន្លែង audio អូខេ Dynamic zoom មកអូខេបន្តមកទៀតបើសិនជាអ្នកនរគ្នាចង់បានគេវីដេអូ effect អ្នកអាចធ្វើមិនឧទាហរណ៍ថាអ្នកនរគ្នាចង់បានមកវីដេអូវាមាន effect អីតិចចឹងណាកុំឲ្យវាអត់សោះអូខេអញ្ចឹងអ្នកនរគ្នាចូលទៅ download បាននៅក្នុង YouTube អញ្ចឹងខ្ញុំមិនប្រាប់នៅក្នុង media នេះទេដោយសារកុំឲ្យ media នេះវែងអូខេអញ្ចឹងខ្ញុំនឹងរៀនអ្នកនរគ្នាពីរបៀប download វីដេអូនៅក្នុង YouTube ប៉ុន្តែបើសិនជាអ្នកនរគ្នាចេះក៏អត់ដែរបើសិនជាអ្នកនរគ្នាមិនទាន់ចេះទេអាចប្រាប់ខ្ញុំបានអូខេខ្ញុំនឹង
ធ្វើពីរបៀប download video effect នៅក្នុងYouTube ឲ្យអ្នកនរគ្នាអូខេចឹងខ្ញុំមាន video effect ដែរអ្នកនរគ្នាចូល video effect មកចឹងខ្ញុំទៅរក video effect អូខេនេះ video effect របស់ខ្ញុំអូខេខ្ញុំចាប់ទាញដាក់មកអូខេឥឡូវឧទាហរណ៍ថាយើងយកអានេះអ្នកនរគ្នា play ចឹងហើយអ្នកខ្ញុំចុចសក់អាយមកប៉ុណ្ណឹងសក់អូមកអ្នកនរគ្នាដាក់ឲ្យចំលើវាអូខេដាក់ចំប៉ុណ្ណឹងមកដល់ពេលដែលយើងដាក់យើងឃើញវាអត់មានឃើញលេខវីដេអូរបស់យើងដល់ពេលដល់ video effect វាបាត់វីដេអូរបស់យើងបាត់ឆឹងហើយនៅនេះធ្វើម៉េចអ្នកនេះចូលមកកាន់វីដេអូនេះអ្នកនរគ្នាមើលកន្លែង composite mode អ្នកនរគ្នាកុំយក normal ទៅយកពាក្យ stream អូខេយកពាក្យ stream មកអ្នកនរគ្នាស្រឡាញ់ប៉ុណ្ណាដាក់សេរីប៉ុណ្ណឹងទៅតែខ្ញុំដាក់ 100% អូខេ quality កន្លែង opacity អូខេចឹងអ្នកនរគ្នា play ម្ដងទៀតឃើញទេឃើញវាស្អាតជាងមុនទេវាធ្វើឲ្យវីដេអូរបស់យើងមានភាពរស់រវើកអូខេឥឡូវយើងថែមវីដេអូទៀតសំខាន់ខ្ញុំចង់ឲ្យអ្នកនរគ្នាចេះអំពីការតម្រៀបវីដេអូនៅក្នុង edit page អូខេចាំការកែ color ការអីអ្នកនរគ្នានឹងរៀនតាមក្រោយអូខេប្រសិនបើជាអ្នកនរគ្នាមិនទាន់ចេះទេនេះខ្ញុំពង្រៀនអ្នកនរគ្នាដែលមិនទាន់ចេះសោះអូខេអូខេឥឡូវយើងយកដូចហ្នឹងអូខេយើងស្មុកមកយកប៉ុណ្ណេះជាសអូចាប់ទាញអូខេហ្នឹងយើងបិទសម្លេងចោលអូខេខ្ញុំទៅកាន់វីដេអូកន្លែង dynamic zoom អូខេចង់សុំមួយមុខចុចកន្លែង sphere នឹងមួយមកចុចមួយមកខ្ញុំសុំទៅមុខហើយបើសិនជាអ្នកនរគ្នាមិនចង់លេង effect ហ្នឹងទេអ្នកនរគ្នាចូលទៅកន្លែង effect មកនេះ effect នៅក្នុង DaVinci Resolve នោះអ្នកនរគ្នាទៅរកពាក្យថា video transition នេះអ្នកនរគ្នាយកមួយនេះក៏បានយកមួយណាក៏បានស្រាញ់ទឹកចិត្តរបស់អ្នកនរគ្នាចង់បានអូខេមានច្រើនប្រភេទអូខេយក zoom in ក៏បាន zoom in zoom out អីក៏បានដែរយក blur ក៏បានយកអីក៏បានដែរអានេះស្រាញ់តែអ្នកនរគ្នាចង់យកទៅឧទាហរណ៍តាខ្ញុំយកអានេះអូខេបើសិនជាយើងចង់យកហ្នឹងយើងដាក់cursor របស់យើងដាក់ឲ្យចំមករបស់យើង double click មកប៉ក់ឃើញទេគឺវាចូលហើយនេះឃើញចឹងអ្នកនេះអាចមកលេងនៅនឹងបានឃើញទេអូខេយើងចូលកន្លែងយើងបិទ effect នឹងវិញយើងចូលទៅកន្លែង media pool អូខេយកសអូមកកាត់មកអូខេបិទវាមកអូខេអូខេ dynamic អូខេខ្ញុំ change to speed បន្តិចអ្នកនរគ្នាបើសិនជាចង់ change របៀប change speed មានពីរបែបទី1អ្នកនរគ្នាម៉ៅស្ដាំលើវាកន្លែង change clip speed នេះបើសិនជាអ្នកទាំងអស់គ្នា change speed ហ្នឹងអ្នកទាំងអស់គ្នានៅពេលដែល change speed ហ្នឹង change មិនក៏ដោយវីដេអូរបស់យើងគឺនៅតែប៉ុណ្្នឹងទេនៅតែវិញប៉ុណ្្នឹងទេនៅតែប៉ុណ្្នឹងវាអត់ថាឧទាហរណ៍ថាអ្នកទាំងអស់គ្នាដាក់80វីដេអូហ្នឹងវាឡើងម្ដងនេះអត់ទេប៉ុន្តែប្រសិនបើជាអ្នកទាំងអស់គ្នាចង់ change ឲ្យវាឡើងបានន័យថាឡើងទៅតាមអ្វីដែលយើង change អ្នកទាំងអស់គ្នាកុំ change នៅកន្លែងហ្នឹងអ្នកទាំងអស់គ្នាមកស្ដាប់មកទៅរកពាក្យថា real time control អ្នកនរគ្នាចុច control all ក៏បានដែរចុច control all មកវាបើកហើយអ្នកនរគ្នាមើលកន្លែងនេះឃើញវាដាក់ចុចខ្មៅមួយនេះចុចលើនឹងមកអ្នកនរគ្នាទៅរកពាក្យ change speed អញ្ចឹងវាមាន 10% 25% 50% 75% 100% 110 150 200អញ្ចឹងទៅឧទាហរណ៍បើសិនជាអ្នកនរគ្នាដាក់តែចំ75អ្នកនរគ្នាចុចមកឃើញវីដេអូវែងហ៎វែងហ៎វាអញ្ចឹងឲ្យថយអ្នកយកប៉ុណ្ណាអូខេបើសិនជាយើងចង់បាន effect នោះមកទៀតយើង copy មកចុច alt មិនវិញចុច alt ចុចមួយមកហើយចុច alt ចុច alt អូសមកវា copy បានហើយឃើញ copy ដាក់ឡើងហ្នឹងមកនេះឃើញ
មួយទៀតណាគ្នាលើប្រាំនេះប៉ុណ្ណឹងទៅវីដេអូទី2ឲ្យវែងពេកអូខេចាំលើក្រោយខ្ញុំនឹងប្រាប់កលឹះតិចធ្វើម៉េចឲ្យវីដេអូរបស់យើងចេញមក smooth អានេះវាអត់ទាន់ smooth ល្អទេវីដេអូនេះចេញមកអត់ទាន់ smooth ល្អទេអញ្ចឹងយើងនៅមានពី3ក្បាច់ទៀតដើម្បីធ្វើឲ្យវីដេអូរបស់យើងនឹង smooth ល្អអញ្ចឹងទុកដាក់វីដេអូទី3អូខេវីដេអូទី2ប៉ុណ្ណឹងចោះធ្វើម៉េចកុំឲ្យវីដេអូនឹងវែងពេកអូខេ